ពេលវេលាពិតជាដើរលឿនមែនតើផ្លេចខ្លួនណាថត pre wedding ហើយបាទអារម្មណ៍ថតម្នាក់ឯងនិងថត2នាក់អត់ដូចគ្នាទេអញ្ចឹងមកមើលសកម្មភាពថ្ងៃថត pre wedding ពួកខ្ញុំទាំងអស់គ្នាជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំពេជ្រវិស័យនេះគឺជាសកម្មភាពខ្ញុំមកថត pre wedding នៅសៀមរាបថ្ងៃទី1យើងពិភាក្សាគ្នាមួយជាងថតហើយជាមួយនឹងសំអាងហើយអត់ធ្វើអីទេគឺមកពិភាក្សាថាតើយើងពាក់ឈុតណាមុនទីតាំងថតនៅកន្លែងណាខ្លះហើយខ្ញុំយកសំអាងសៀមរាបហ្នឹងគឺបងសយសំអាងការហើយនឹងជាងថត V Gallery ពួកគាត់ support បានច្រើនមែនតើដោយសារគាត់ម្ចាស់ស្រុកគាត់ដឹងទីតាំងគាត់អីចឹងណាហើយឈុតកន្លែងគាត់គឺគាត់ធ្វើឡើងថ្មីឲ្យខ្ញុំហ្មងអ្នកនេះសឹងថា5ហ្នឹងខ្ញុំពេញចិត្តទាំង5ហ្មងឥឡូវហ្នឹងលោឈុតពណ៌ស្វាយមួយឆៃគាត់ថាឈុតនេះរៀងចាំងទៅខ្លាចពណ៌តែពេលលោទៅអីទេមិនមានពាក់អីកសាហ្នឹងឈុតបាទតោះឥឡូវយើងលោឈុតហើយណាលោឈុតរើសទីតាំងអីចប់សពគ្រប់ហើយថ្ងៃស្អែកថ្ងៃស្អែកខ្ញុំឡើងងើបម៉ោង4ដើម្បីថត sunrise ព្រះអាទិត្យរះធ្វើមកគេងឲ្យបានលឿនដើម្បីស្អែកងើបមើលណាហើយកុំមើលដល់ចប់ឲ្យសោះវីដេអូហ្នឹងកុំមើលដល់គ្នាថ្ងៃនេះថ្ងៃទី1ថត pre wedding ហ្នឹងគឺម៉ោង4ហើយទៅថត sunrise ឥឡូវឆៃសារៈក្នុងឡានសិនដោយសារគាត់ថតគាត់អត់ដល់សិនស្អីទេអ្នកនេះចង់និយាយថាអត់សូវជាថតរូបគូណាថតគឺថត pre wedding យកមកថតដល់ឡានលេងតែ2នាក់ឆៃដែលថតរូបឲ្យខ្ញុំអត់សូវថតរូប2នាក់ឯងឥឡូវរៀងភ័យតិចអត់ដឹងទៅឥឡូវសួរកូនកន្លះអត់ដល់ដំបូងគាត់ថាដូចអត់ភ័យទេមួយថ្ងៃក៏អត់ដែរភ័យដែរពេលគាត់ចូលគាត់ឡើងគាត់ចុចមានអារម្មណ៍ថាអត់ស្រួលខ្លួនខាងមុខប្លែកពីអដងនេះតតាទៅថ្ងៃនេះគឺស្អីស្អាតថ្ងៃនេះយ៉ាងអត់មិនអាប់ជួជួនេះមិនអាប់បែបស្ទេបដល់លេយ៉ាងទីឆាយគេថ្ងៃនេះគេប្រែកាយគេផាត់មុខផាត់អីអត់ដែរផាត់មុខទេផាត់មុខលើកទី1ក្នុងជីវិតផលឡងគឺអត់ដែរផាត់ហ្មងគេផាត់ក៏អត់ឲ្យផាត់ដែរអានេះពាក់សម្រាប់សម្រួលយកឈុតនេះឈុតទី1ទៅថតព្រះអាទិត្យរះចាឈុតរបៀបពណ៌ស្លែអត់ហ៊ានតម្លាក់ឯណាខ្លាចអស់ដីទៅប្រឡាក់ដីអ្នកនេះចង់និយាយថាមកដល់ហើយប៉ុន្តែមានព្រះអាទិត្យរះទេសារមេឃវាភ្លៀងតែក៏ទេសភាពស្អាតខ្លាំងយើងយកពលឺពេលផឹកចង់ដៃបានបងបាទដៃខាងតាមឡើងនឹងដាក់គ្នានេះមួយអេសាថតទៅមុខតយើងដាក់កាហ្វេសិនចាអាឡាតេស្កូភ័យតែគាត់ទៅរត់ទៅបន្ទប់ទឹកអត់តខ្ញុំទៅដាក់កាហ្វេគឺរត់ប្រោតបងប្អូនឥឡូវនេះគឺជាផ្កាបន្លែពណ៌ផ្កាប្រឡន់អានេះគឺ best seller មកអ្នកនរគ្នាអញ្ចឹងគឺអត់ឲ្យខាតទេបងប្អូនគឺអ្នកនរគ្នាកុំទិញតែមួយពណ៌ត្រូវទិញ7ពណ៌ដូចទេវតាប្រូតេអ៊ីនតាមការបូមសួរធ្លាប់បន់ស្ទងបងជួបលោកម្នាងល្អឈុតទី2នៅក្នុងថ្ងៃទី1ចាប៉ុន្តែនៅមានកន្លងធម្មតាណាញ៉ាំនិយាយទៅញ៉ាំអីហើយគឺមកពាក់ឈុតទី2យកមកព្រោះយើងថត3ឈុតអញ្ចឹងយើងត្រូវបញ្ញាអត់គ្នាឥឡូវខ្ញុំមកដល់ប្រាសាទតាសោមមកថតនៅស្ងាត់នៅនេះស្ងាត់អត់កន្លែងដែលរបៀបលក្ខណៈដូចប្រាសាទតាព្រំអញ្ចឹងណានេះឈុតទី2ហើយអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាគិតថាមិនដែរអូខេបិទភ្នែកមួយបងបិទភ្នែកពីអូយអូខេ1 2 3អូខេខ្ញុំថាមកទីតាំងកន្លែងនេះដើម្បីថតជាមួយដើមឈើធំអីឬឈើអញ្ចឹងណាប៉ុន្តែដោយសារឥឡូវនេះមកដល់អត់ឃើញទេប្រហែលនឹងគេដកចេញដោយសារតខ្លាចវាទ្រុបលើប្រាសាទទៅដូរទីតាំងបាក់អញ្ចឹងណាឥឡូវខ្ញុំដូរទីតាំងទៅកន្លែងនេះយើងមកដល់ប្រាសាទមេបុនវិញហើយកន្លែងនេះវាដូចតំណាក់តែវាស្អាតនិយាយទៅដោយសារតែខែនេះខែភ្លៀងទៅពេលហើយវាមានដើមឈើពណ៌ខៀវហើយស្មៅដុះតាមមកគឺឃើញស្អាត recommend មែនតើថត pre wedding គឺខែ9ខែ10អីហ្នឹងល្អវាប្រឈមមួយភ្លៀងតិចប៉ុន្តែតែវាស្អាតខ្លាំងគុណដល់នេះស្អីដែលឲ្យរូបស្រីជាគូនឹងបងប្រគល់ជីវិតដួងចិត្តឲ្យបងគ្រប់គ្រងរាសាមុននឹងយើងបដាប្រទេសយើងមកថតនៅប្លង់នេះសិនណាគ្នានៅខាងក្រៅប្រាសាទព្រះខ័ននិយាយទៅភាពស្អាតខ្លាំងមែនតើនិយាយទៅយើងថតពេលល្ងាចដល់ពេលយប់ហ្មងដល់យប់យើងបដាប្រទេសយកហ្មង
1 2 3លេងដល់ហ្នឹងអូខេស្អីគេទីមកគាត់និយាយណា Yên à. Mà đó cái này bật tin mùi tia đấy. Bà này nè pon này đọc nia. Giờ tới phải chọn thọ chỉ cà tê là sơn đá trô tích tăng mùi mùi. Nhưng chỉ tu hay ở bà đại bật tin. លោកនឹងខៅអត់មានមីទេបាទ Ở bên bên. មានតែដៃមួយ ប ទេ នេះជៀនខ្ចីគេ Con nè chéo túc nhóm con ở nè miệng. កូនអ្នកមានហើយតោះមកញ៉ាយគ្នាហើយក៏ Ê. ស្រឡាញ់គ្នាទៅ Thời ơi thầm ơi nè đọc nia cái này là phải. ណែបានលោកបេភូមិ Rồi phun rồi ơi mày. អ្នកស្រីមេភូមិ អ្នកស្រីមេភូមិ អាចបានអ្នកស្រីក៏បានដែរ Chẳng vô đây không rồi ơi nhóm nia limited edition. ថតចប់ថ្ងៃទី1បានសម្រេចអ្នកទាំងអស់គ្នាម៉ោង7បានចប់អស់បានភាគរយ 30% ខ្ញុំប្រហែល45% ណានិយាយកម្លាំងអស់45% ចឹងឥឡូវ យល់ស្អែក យើង មួយថ្ងៃ ស៊ូ ទៀតស៊ូ